របៀបធ្វើតេស្តកាយសម្បទាទាញសរសៃអញ្ចឹងតេស្តកាយសម្បទានេះត្រូវការកុមារ2នាក់ម្នាក់ទាញម្នាក់ទៀតអ្នកទប់អញ្ចឹងរបៀបនៅក្នុងការធ្វើសូមមើលនៅក្នុងវីដេអូនេះគឺម្នាក់ដេកពីឈរជង្គង់ហើយម្នាក់ទៀតគឺទប់ហើយយកដៃទាំងសងខាងហ្នឹងលោកចូលកលាក់ជើងដើម្បីឲ្យអ្នកទាញសរសៃប្រឹងងើបហ្នឹងមានលំនឹងចឹងសម្រាប់តេស្តកាយសម្បទានេះគឺធ្វើម្ដងមួយគូហើយយើងប្រើថវិវេលាក្នុងម្នាក់គឺ30វិនាទីចឹងនៅពេលដែលសិស្សធ្វើអស់ហើយយើងគ្រាន់តែធ្វើការកត់ត្រាទៅបានហើយសម្ភារៈនៅក្នុងការប្រើប្រាស់ហ្នឹងគឺមានអីច្រើនទេយើងត្រូវមានកម្រាលមួយកម្រាលពុកទុនណាប៉ុន្តែខ្ញុំអត់មានកម្រាលអញ្ចឹងនៅសាលាខ្ញុំមានតែសពុតភ្លៀងហ្នឹងខ្ញុំបត់ច្រើនជាន់ទៅការពារពេលកុមារទម្លាក់ខ្លួនចុះទៅកុំឲ្យបាតុកិច្ចក្បាលអញ្ចឹងណាចឹងមកគូដែលធ្វើអស់ហើយនឹងត្រូវទៅអង្គុយនៅជួរក្រោយហើយយើងផ្លាស់ប្ដូរវេនឲ្យគូថ្មីហ្នឹងមកធ្វើម្ដងអញ្ចឹងយើងធ្វើបែបហ្នឹងរហូតយើងធ្វើម្ដងបានតែមួយគូទេដោយសារអីយើងខ្លាចថាមើលការធ្វើរបស់គាត់អត់បានត្រឹមត្រូវណាបើគាត់ធ្វើអត់ត្រឹមត្រូវទេយើងត្រូវឲ្យគាត់ធ្វើម្ដងទៀតអញ្ចឹងហើយបានយើងយកម្ដងមួយគូដើម្បីប្រកាសថាត្រឹមត្រូវហើយចា៎